con thiចិញ្ចឹមទាំងនេះកំពុងមើលថែទាំដោយយកចិត្តទុកដាក់ពីក្រុមយុវជនមួយក្រុមដែលបានចូលហ៊ុនគ្នាចាប់មុខរបរចិញ្ចឹមកន្ធាយលក់នៅភូមិប្រាសាទឃុំសំរោងយាស្រុកពួកខេត្តសៀមរាបកន្ធាយកំពុងស៊ីចំណីទាំងនេះមានអាយុ7 ខែហើយកន្ធាយមួយក្បាលមានទម្ងន់ប្រមាណជាងកន្លះគីឡូដំបូងឡើយពួកខ្ញុំខ្ញុំពិសោធន៍ចិញ្ចឹមខ្លួនឯងចំនួនកូន500កូនខ្ញុំទិញមកពីខាងព្រៃជ្រូកហើយដល់ពេលខ្ញុំចិញ្ចឹមទៅឃើញការដែលវាស៊ីចំណីហើយនឹងការធំធាត់របស់វាខុសពីសត្វផ្សេងវាអត់សូវងាប់ហើយវាអត់ប្រឈមមុខនឹងជំងឺច្រើនពេកទេហើយខ្ញុំទិញ500គ្រាប់ឡើងរួចមួយយប់អស់90គ្រាប់នៅសល់400គ្រាប់វានៅសល់រហូតដល់សប្តាហ៍នេះបាទវាអត់មានងាប់មានអីទេនិយាយរួមទៅដែលខ្ញុំចាប់ចិញ្ចឹមតាំងពីកូនតូចរហូតដល់វាជិត1 កន្លះគីឡូងាប់អស់2តែប៉ុណ្្នឹងឯងហើយខ្ញុំគិតថាវាល្អហើយការមើលថែរបស់វាក៏មិនសូវជាពិបាកយ៉ាងណាដែរក៏ពួកខ្ញុំចាប់ផ្ដើមពង្រីកហើយខ្ញុំចាប់ផ្ដើមសួរនាំពួកគាត់ថាចង់ពង្រីកអត់ទៅក៏ពួកគាត់ចាប់អារម្មណ៍ក៏យើងបដាក់ទុនគ្នាដើម្បីធ្វើមកខាងនេះព្រីមកខាងនេះអត់មានជំនាញទេធ្វើការកន្លែងខុសគ្នាហើយខ្ញុំខាងសថាគារគាត់ខាងចុងភៅខាងនេះខាងIT នៅសាលាអង្គការ JPA នៅខាងនេះហើយគាត់ដឹកសាលានៅស្មាច់ខាងនេះខាងដូលុយនៅពលានផ្សេងគ្នាទាំងអស់ដំបូងដើមទុន$500ទិញកូនយកមកចិញ្ចឹមដើម្បីរៀនពីកូននោះដល់ពេលយើងចាប់បានហើយយើងចាប់ផ្ដើមដាក់លុយថែមម្នាក់$1000គ្នា5នាក់5000ម្ចាស់ដីឲ្យបានចេញទេហើយយើងធ្វើនៅលើដីរបស់គាត់ឲ្យជីកស្រះគាត់ឲ្យ design យ៉ាងម៉េចទៅតាមតែពួកយើងចង់ហើយក៏ចាប់ផ្ដើមដាក់មីពូជខ្លះទិញមកពីខាងខេត្តកណ្ដាលហើយមីពូជខ្លះទិញមកពីព្រៃជ្រូកហើយយើងមានរបស់យើងខ្លះអញ្ចឹងទៅវាអាចគាត់គងពូនបានខ្លះតែមិនច្រើនណាស់ទេដោយសារថាមេយើងនៅតិចដែរហើយតាក់ទងនឹងកូនក៏ពួកខ្ញុំយកពីខាងអ៊ំនេះដែលចិញ្ចឹមនៅខាងព្រៃដង្ហើមនៅខាងវត្តព្រៃដង្ហើមដែលគាត់មានកូនច្រើនអញ្ចឹងខ្ញុំយកមកធ្វើឈ្មោះកណ្ដាលលក់តឲ្យគាត់តម្លៃមួយសមស្របអូកធាយូរដែរបងបើការចិញ្ចឹមបើអ្នកដែលទិញយកទៅការចិញ្ចឹមយកមកសាច់យើងចិញ្ចឹមរយៈពេល9 ខែទៅ12 ខែយើងអាចទទួលបានសាច់1 កន្លះគីឡូខ្លះដែលខាង restaurant គេត្រូវការខាងហាងគេត្រូវការប៉ុន្តែបើសម្រាប់មេពូជអាច12 ខែឡើងទៅនិយាយរួមទៅគឺឲ្យតែវាត្រូវការភាពស្ងប់ស្ងាត់គេធីណាជួបទៅពេលចាប់លក់បាទអាចចំនួនបានពីចាប់លក់ភាគច្រើនគេយកតែ1 កន្លះគីឡូឡើង7 ខាំចុះបាទព្រោះតែតាមហាងគេលក់ដូចថាកន្លះគីឡូអញ្ចឹងគេអាចលក់បានត្រឹមតម្លៃមួយដែលគេកំណត់ការចិញ្ចឹមកន្ធាយមិនមែនជារឿងដែលងាយស្រួលទេព្រោះពេលខ្លះត្រូវការថែទាំចំណាយពេលវេលាច្រើនជាមួយវាពី9រហូតដល់12 ខែបានទទួលបានផលហើយអញ្ចឹងតើបែងចែកគ្នាធ្វើយ៉ាងម៉េចទៅរាល់ថ្ងៃនេះការងារតាក់ទងរឿងការចិញ្ចឹមនេះដោយសារតែក្រុមពួកយើងគឺពួកយើងយល់គ្នាការងារមកពួកយើងបែងចែកគ្នាច្បាស់លាស់ម្នាក់ធ្វើនេះធ្វើនោះទៅយើងស្រាក់គ្នាទៅអាចធ្វើបានទាំងអស់គ្នាបងយើងអត់មានអាការដែលថាយើងចំណែនគ្នាឬក៏មិនទេបងយើងយល់ទាំងអស់គ្នាយើងពិភាក្សាគ្នាយើងចែកបទពិសោធន៍គ្នានេះដឹងតិចទៅនេះដឹងតិចទៅយើងប្រមូលគ្នាមកបានជាគំនិតមួយនិយាយរួមទៅយើងចង់ធ្វើដូចគ្នាបេះដូងយើងដូចគ្នាអញ្ចឹងយើងធ្វើបានសម្រាប់ថ្ងៃអនាគតវិញតើមានបំណងមិនទៅពង្រីកកសិដ្ឋានចិញ្ចឹមកន្ធាយនេះបន្ថែមទៀតឬមួយក៏ធ្វើអីផ្សេងទៀតគម្រោងរបស់ពួកខ្ញុំតើអនាគតពួកខ្ញុំចង់មានកន្លែងផ្គត់ផ្គង់សាច់ដើម្បីយកទៅលក់នៅហាងរបស់ខ្លួនឯងយើងអត់ចង់លក់ឲ្យហាងអ្នកដទៃយើងចង់លក់ឲ្យសម្រាប់ហាងខ្លួនឯងបាទនេះតែចង់បង្កើតហាងយើងចង់បាទធ្វើ brand name ធ្វើអីមកក្រែងមានបងប្អូនណាគេស្គាល់យើងពីប្រវត្តិពីសត្វដែលយើងចិញ្ចឹមហើយគេចង់ទិញ brand name ទៅយើងបោះពុតពងសាច់កធាឲ្យគឺគាត់អាចធ្វើបានជួនកាលនៅតំបន់ក៏ដូចពោធិ៍សាត់ឥឡូវសម្បូរអ្នកទៅលេងច្រើនជួនកាលអ្នកពោធិ៍សាត់ក៏តាក់ទងមកក្នុងគោលបំណងចង់ទិញឈ្មោះទិញអីដែរអញ្ចឹងប៉ុន្តែខ្ញុំអត់ទាន់លក់ទេដោយសារថាខ្ញុំនៅរៀប system ធ្វើវាឲ្យទៅជាលក្ខណៈ professional មួយដែលយើងអាចថាកំណត់ថាយើងផលិតសាច់បានប៉ុណ្ណាដើម្បីផ្គត់ផ្គង់ទៅគាត់